ទឹកតឡងជ្វាស្រស់ៗហើយចំណាយលុយតិចទៀតបងអ្នកនេះមានតឡងតាពី3មើលមកអាចធ្វើទឹកតឡងញ៉ាំបានហើយឆ្ងាញ់ទៀតបងអ្នកនេះត្រូវជាមួយទឹកដោះគោស្រស់ៗចឹងទៅគឺថារសជាតិផ្អែមឆ្ងាញ់ត្រជាក់ហ្មងពេលដែលញ៉ាំទៅបងអ្នកនេះគឺនឹករសជាតិនឹងទៀតហើយសម្រាប់បងដែលគាត់ចូលចិត្តញ៉ាំជាប្រភេទទឹកត្រាវអាចដូរមកញ៉ាំជាប្រភេទទឹកតឡងធ្វើនៅផ្ទះញ៉ាំខ្លួនឯងបងអ្នកនេះគឺរសជាតិដូចទៅនឹងត្រាវចឹងគឺញ៉ាំទៅខ្ទេចខ្ទីបើសិនជាបងអ្នកនេះទៅទិញគេច្រើនគឺគេឆុងជាប្រភេទម្សៅបងអ្នកនេះសម្រាប់អានេះវិញគឺខ្ញុំមកធ្វើជាប្រភេទតឡងឬក៏ប្រភេទត្រាវស្រស់ៗនៅផ្ទះខ្លួនឯងបងអ្នកនេះគឺថារសជាតិឆ្ងាញ់មែនតើចំពោះការធ្វើជាមួយនឹងត្រាវហើយនឹងតឡងគឺដូចគ្នាបេះបិទហ្មងដោយសារតែនៅផ្ទះគឺខ្ញុំមានតឡងជ្វាអញ្ចឹងគឺខ្ញុំប្រើជាប្រភេទតឡងជ្វាមាន2ពណ៌បងប្អូនអ្នកខ្ញុំដាក់លាយ2ពណ៌នេះដោយសារតែតឡងពណ៌លឿងនេះខ្ញុំចំហុយឲ្យឆ្អិនហើយខ្ញុំយកទៅក្លុកដើម្បីធ្វើជាមួយនឹងគុជដែលខ្ញុំបានបង្ហាញនៅមុខវីដេអូបន្តិចហ្នឹងបងប្អូនអ្នកគឺមានគ្រាប់គុជពណ៌លឿងនៅខាងក្រោមខ្ញុំបានក្លុកតឡងហ្នឹងឲ្យវាបែកម៉ត់អញ្ចឹងមកបើសិនជាបងប្អូនអ្នកអត់មានម៉ាស៊ីនក្លុកទេអាចបបែកនឹងសមក៏បានដែរបងប្អូនអ្នកព្យាយាមបបែកឬក៏បុកវាឲ្យវាម៉ត់បានល្អទៅដើម្បីងាយស្រួល